បាទមែនតើខ្ញុំក៏ចង់បញ្ចប់បញ្ហារឿងភាសាធម្មនដែរប៉ុន្តែថ្មីនេះខ្ញុំបានឃើញមានការបង្ហោះផ្សព្វផ្សាយរឿងពលរដ្ឋថៃដែលដើមកំណត់ខ្មែរយើងណាដែលគាត់និយាយភាសាខ្មែរយើងបានគ្រាន់តែសំនៀងរបស់គាត់អាចនឹងលីឡំនឹងភាសាថៃគាត់បានស្នើឲ្យតបទាំងអស់បើអាចគួរតែដកចេញពីតំបន់ហ្នឹងទៅមែនតើទៅការដាក់តបហ្នឹងវាមិនខុសអីទេព្រោះនៅលើទឹកដីថៃរបស់គេក៏ប៉ុន្តែពលរដ្ឋនៅតំបន់នោះគាត់បារម្ភខ្លាចមានការប៉ះទង្គិចណាមួយជាប្រដាប់អាវុធហើយអ្នកដែលរងគ្រោះអ្នកដែលមានភាពក្តៅក្រហាយខ្លាំងហ្នឹងគឺពលរដ្ឋនៅតំបន់នោះនិយាយរួមទៅបើសិនជាមានការប៉ះទង្គិចណាមួយខ្ញុំជឿជាក់ថាអ្នកដែលរងគ្រោះគឺពលរដ្ឋរស់នៅតាមជាដែនហើយថ្មីនេះមើលឃើញខាងពលរដ្ឋថៃដែលមានដើមកំណត់ខ្មែរយើងនិយាយភាសាខ្មែរបានហ្នឹងគឺបានសុំស្នើឲ្យបើអាចឲ្យដកទ័ពចេញទៅកុំឲ្យយកគ្រឿងសព្វាវុធផ្សេងមកតាំងព្រោះពលរដ្ឋគាត់បារម្ភមែនទែនអាហ្នឹងពលរដ្ឋខាងថៃណាប៉ុន្តែគាត់កម្មវករនេះគាត់និយាយភាសាខ្មែរទេគាត់ថាសំនៀងរបស់គាត់អាចនឹងមានលាយឡំទៅនឹងពាក្យរបស់ថៃដូច្នេះខ្ញុំមិនដឹងថាសភាពការពិតប្រាកដនៅទីនោះវាយ៉ាងម៉េចទេប៉ុន្តែរឿងនេះខ្ញុំបានស្ដាប់មើលទៅហាក់មានអារម្មណ៍ថាដូចជាអាណិតពួកគាត់ដែរមែនតើខ្ញុំជឿជាក់ថាប្រជាជនទាំងពីរមិនចង់ឲ្យមានការប៉ះទង្គិចប្រដាប់អាវុធណាមួយទេព្រោះបើសិនជាមានការប៉ះទង្គិចគឺយើងខូចប្រយោជន៍ទាំងពីរ